ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយករឿងភាគ anime មួយទៀតដែលមានចំណងជើងថា One Piece មកធ្វើការសង្ខេបជូនទស្សនាខ្សែរឿងចាប់ផ្ដើមជាមួយនឹងបារម្ភម្នាក់ដែលជាស្ដេចចៅសមុទ្រឈ្មោះ Gold Roger ត្រូវបានគេយកទៅប្រហារជីវិតជាសាធារណៈ Gold Roger នឹងក៏ប្រហារជាចៅសមុទ្រចិត្តល្អម្នាក់ដែរព្រោះនៅថ្ងៃដែលគេប្រហារជីវិតគាត់នោះមានអ្នកខ្លះទៅឈរមើលហើយទួញយំសោកស្ដាយគាត់ជាខ្លាំងមុននឹងស្លាប់ Gold Roger បានប្រកាសជាសាធារណៈថាទ្រព្យសម្បត្តិរបស់គាត់ទាំងអស់ដែលគាត់ហៅថា One Piece គាត់បានយកវាទៅលាក់ទុកនៅកន្លែងមួយតែគាត់បានប្រាប់ថាគាត់លាក់ទុកនៅកន្លែងណាទេបើអ្នកណារកកំណត់ One Piece នឹងឃើញវាជារបស់អ្នកនោះចាប់តាំងពីពេលនោះមកក្រុមចៅសមុទ្រទូទាំងពិភពលោកបានចេញទូទៅស្វែងរកកំណត់ One Piece នៅគ្រប់ទិសទីរយៈកាលជាង10ឆ្នាំក្រោយមកទៀតខ្សែរឿងបានណែនាំឲ្យយើងស្គាល់តួអង្គឯករបស់យើងឈ្មោះ Monkey D Luffy កាលនោះគាត់មានអាយុប្រហែលជា6ឆ្នាំទេតែគាត់ចង់ធ្វើជាចៅសមុទ្រហើយ idol របស់គាត់គឺមេចៅសមុទ្រសក់ក្រហមម្នាក់ឈ្មោះ Sang ប៉ុន្តែពេលនោះដោយសារតែ Luffy នៅក្មេងពេក Sang មិនអាចយកគាត់ដើរតាមបានទេនៅថ្ងៃនោះផងដែរមានចៅភ្នំមួយក្រុមទៀតដែលមើលទៅដូចជាកាយសាហាវខ្លាំងណាស់បានទាត់ទម្លុះទ្វារចូលមកក្នុងអាហារដ្ឋានហើយប្រាប់ម្ចាស់ហាងថាពួកគេត្រូវការស្រា10បារ៉ែលតែ Makino ដែលជាម្ចាស់ហាងបានប្រាប់ថាអត់មានស្រាលក់ទៀតទេពេលនោះ Sang ចិត្តល្អបានយកស្រាម្ដងដែលគាត់មិនទាន់បើកឲ្យទៅចៅភ្នំនោះតែចៅភ្នំនោះបានវាយបំបីដបស្រាចោលហើយចោទថា Sang មើលងាយគាត់ទោះជាយ៉ាងនេះក៏ដោយ Sang ចិត្តធ្ងន់ណាស់អត់ប្រកាន់ចៅភ្នំនោះទេហើយបែរទៅរើអំបែងដបរបស់ចៅកុំឲ្យមុតជើងគេបន្តមកចៅភ្នំបានចិត្តក៏ដកដាវកាប់ចានលើតុថែមទៀតដើម្បីឲ្យ Sang រើសហើយបាននាំពួកចាក់ចេញពីទីនោះបាត់ទៅពេលឃើញអញ្ចឹង Luffy ក៏ដៅចិត្តជំនួស Sang ខ្លាំងណាស់តែ Sang ហើយនឹងក្រុមរបស់គាត់បែរជានាំគ្នាសើចកិលទៅវិញទង្វើរបស់ពួកគេនឹងបានធ្វើឲ្យ Luffy កាន់តែក្តៅមកកម្រិតទៀតហើយបានឡើងឈរស្រែកក្តៅស្ដីឲ្យ Sang ថាជាមនុស្សកំសាកតែ Sang បានយល់គាត់ថាមានមនុស្សខ្លះមិនសមឲ្យគាត់ឆ្លោះជាមួយទេពេលនោះដោយសារតែខឹងជាមួយ Sang ពេក Luffy បានទៅយកផ្លែឈើរបស់ Sang ដែល Sang ដាក់ចោលនៅលើតុយកមកញ៉ាំពេលឃើញអញ្ចឹង Sang មានការភ្ញាក់ផ្អើលហើយនឹងព្រួយបារម្ភពី Luffy ខ្លាំងណាស់ព្រោះអាផ្លែឈើដែល Luffy ទុំញ៉ាំហ្នឹងមិនមែនផ្លែឈើធម្មតាទេគេហៅវាថា Gam Fruit វាធ្វើឲ្យខ្លួនរបស់ Luffy យឺតដូចកៅស៊ូអញ្ចឹងហើយ Luffy នឹងអត់ចេះហែទឹកអស់មួយជីវិតបន្តមកមិនយូរប៉ុន្មានស្រាប់តែមានហេតុការណ៍មួយបានកើតឡើងគឺ Luffy ត្រូវបានក្រុមចៅភ្នំចាប់ធ្វើបាបដោយសារតែគាត់ទៅទាមទារឲ្យក្រុមចៅភ្នំនឹងសុំទោស Sang ហើយពេលនោះ Sang ក៏បានទៅដល់ទីនោះផងដែរដែលនៅលើកនេះជាផលពីការប៉ះទង្គិចគ្នាទេព្រោះតាមធម្មតា Sang ចិត្តធ្ងន់ណាស់ទោះបីគេស្ដាប់ទឹកមាត់ដាក់ក៏អត់ឆ្លោះជាមួយនឹងគេដែរតែបើសិនជាមាននរណាគេហ៊ានប៉ះមិត្តភក្តិរបស់គាត់អ្នកនោះច្បាស់ជាមិនរួចខ្លួនទេនៅក្នុងការប្រយុទ្ធគ្នានោះដៃស្ដាំរបស់ Sang ម្នាក់ឈ្មោះ Ben Beckman ស្ម័គ្រចិត្តធ្វើជាអ្នកចាត់ការក្រុមចៅភ្នំតែមកផ្លែសោះ Ben Beckman បានកម្ចាត់កូនចៅរបស់ចៅភ្នំអស់លីងចំណែកមេគេក៏បានបោកគ្រាប់បែកផ្សែងនាំ Luffy គេចខ្លួនបាត់គាត់បាននាំ Luffy ទៅដល់សមុទ្រហើយដោយសារតែខឹង Luffy ខ្លាំងពេកគាត់ក៏បានបោះ Luffy ចូលទៅក្នុងទឹកបាទប្រកាន់តាមចောင်းពៀពេលនោះមានសត្វសមុទ្រយ៉ាងធំមួយដែលពួកគេហៅថា Sea King បានចេញមកខាំស៊ីចៅភ្នំនោះហើយបន្តមកក៏ចង់ខាំស៊ី Luffy ផងដែរតែ Sang បានចូលទៅជួយទាន់ពេលនោះ Sang ដូចជាមានជំនាញពិសេសអីមួយយ៉ាងគ្រាន់តែគាត់ប្រើភ្នែកដ៏មុតស្រួយសម្លក់ទៅកាន់ Sea King ខ្លាចក៏ហែទឹកចេញទៅបាត់ការជួយសង្គ្រោះ Luffy នៅពេលនោះ Sang បានដាច់ដៃម្ខាងធ្វើឲ្យ Luffy អាណិតគាត់ខ្លាំងណាស់មួយរយៈក្រោយមកដល់ពេលដែល Sang ត្រូវចាក់ចេញពីភូមិ Fusa ទៅបន្តដំណើរផ្សងព្រេងរបស់គាត់បន្តទៀតនៅពេលនោះ Luffy បានប្រកាសអះអាងថាថ្ងៃណាមួយគាត់នឹងមានក្រុមខ្លួនឯងហើយគាត់នឹងក្លាយទៅជាមេចៅសមុទ្រដែលខ្លាំងជាងក្រុមរបស់ Sang ទៀតជាការសន្យា Sang បានផ្ញើមួកសំណប់ចិត្តរបស់គាត់ឲ្យ Luffy សិនហើយនៅពេលដែល Luffy ក្លាយទៅជាមេចៅសមុទ្រដ៏ពូកែម្នាក់គាត់ចង់ឲ្យ Luffy យកមួកនឹងទៅឲ្យគាត់វិញ10ឆ្នាំក្រោយមក Luffy បានចាប់ផ្ដើមចេញដំណើរផ្សងព្រេងរបស់គាត់តាមទូកតូចមួយហើយអ្នកភូមិ Fusa ជាច្រើនបានមកជួបដំណើរគាត់ទាំងអឡឡៃពេល Luffy ចេញបានឆ្ងាយបន្តិចស្រាប់តែ Sea King ដែលជាមិត្តចាស់របស់គាត់បានមកលេងប៉ុន្តែលើកនេះ Luffy មិនមែនក្មេងទៀតទេគាត់បានប្រើកាដាប់ដៃកៅស៊ូរបស់គាត់ដែលគាត់ហៅថា Gam Pistol ដែល Sea King ម្ដាយឡើងស្លាប់បន្តមកសាច់រឿងបានកាត់ទៅមើលតួអង្គម្នាក់ទៀតឈ្មោះ Kobe គឺជាក្មេងម្នាក់ដែលចៅសមុទ្រចាប់មកធ្វើការនៅលើទូករបស់ពួកគេមានថ្ងៃមួយ Kobe រុញប៉ះចំធុងបារ៉ាដែល Luffy ដេកនៅក្នុងនោះ Luffy ចូលទៅក្នុងធុងបារ៉ាដោយសារតែទូករបស់គាត់ត្រូវបានទឹកគួចយកទៅហើយក្រោយមកមានគេប្រទះឃើញធុងបារ៉ានោះក៏លើកឡើងលើកប៉ាល់ហើយក្រោយមកទៀតកប៉ាល់នោះក៏ត្រូវបានក្រុមចៅសមុទ្រប្លន់យកទៀតអញ្ចឹងហើយទៅពេលនេះ Luffy នៅលើទូករបស់ចៅសមុទ្រហើយបានជួបជាមួយនឹង Kobe ជាដំបូង Luffy អត់ខ្វល់ថាគាត់នៅកន្លែងណាទេសំខាន់ពេលនេះគាត់ឃ្លានហើយគាត់ទៅរកអីញ៉ាំសិននៅទីនោះ Kobe បានប្រាប់ Luffy ថាកាលពី2ឆ្នាំមុនពេលដែលគាត់កំពុងតែស្ទូចត្រីសុកមានក្រុមចៅសមុទ្រទៅចាប់គាត់មកធ្វើទាស្ករនៅលើទូកមួយនឹងពេលនោះ Luffy បានសួរថាបើមិនចង់ធ្វើការនៅនឹងទេហេតុអីមិនរត់ហើយ Kobe ប្រាប់ថាគាត់អត់ហ៊ានតែសារតែកាប់តែនៅលើកប៉ាល់ហ្នឹងឈ្មោះ Alvida កាយខ្លាំងណាស់បើដឹងថា Kobe ចង់រត់នាងច្បាស់ជាសម្លាប់គាត់ចោលហើយនិយាយខ្លីទៅ Kobe គឺជាមនុស្សកំសាកធ្វើអីគាត់ហ៊ានដែរតទៅពេល Luffy ប្រាប់ថាគាត់ចង់ទៅរកកំណត់ One Piece ដើម្បីធ្វើជាស្ដេចចៅសមុទ្រ Kobe ដឹងថាវាគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់អត់ជឿថា Luffy ធ្វើបានទេនៅពេលនោះ Luffy បានខកគាត់មកកញ្ញោខ្លួនហើយប្រាប់ថាមនុស្សយើងត្រូវតែធ្វើអីដែលយើងចង់ធ្វើមិនត្រូវបណ្តែតបណ្ដោយតាមជោគវាសនាទេពាក្យសម្ដីរបស់ Luffy បានធ្វើឲ្យ Kobe មានកម្លាំងចិត្តហើយក៏សម្រេចចិត្តធ្វើតាមក្តីសម័យរបស់គាត់ដែលចង់ធ្វើជាកង Marine ដើម្បីចាប់ជនអាក្រក់បន្តមក Captain ឈ្មោះ Alvada បានទៅដល់ទីនោះហើយពេល Luffy ឃើញក៏សួរ Kobe ថាចុះម្នាក់កម្លាំងហ្នឹងជានរណាគេតាមធម្មតា Alvada ខឹងណាស់នរណាគេនិយាយថងហ្នឹងដល់ពេលឮ Luffy និយាយអញ្ចឹងនាងច្បាស់ជាមិនឲ្យ Luffy រួចខ្លួនទេ
ได้ระบอลูฟี่ประการนายืการแต่ใช้กำลังการดักคลั่งในเป็นตัวใบยาอัลวาดากับมาปันนากับลูฟี่ไอไวปังได้บนต่อมาลูฟี่บันจูนโคบีแต่จอชมัวทัวเจียมาเรนตามกันในสมบัติระบก่อนในตามเพลลูฟี่บันซูโคบีแต่ตอนจมูกหนึ่งโซโร่โปรโมนนังอัลวาดาฉลามกอดจมูกหนึ่งโซโร่เป็นโคบีปรับทาโซโร่คือเจียเนี่ยซีชโนจับเจ้าสมบัติดอกคลั่งมาเนี่ยปันใต้มันดันทามีเรื่องไอเต้เป็นนี้ลือทาเกจองกอดตกในที่กรองเซลทาวน์บนต่อมามันอยู่ประมาณโปเกบันทัวดำน้ำตลอดตีนุโปรลูฟี่จองมันโซโร่โจกรมไพเรตจมูกก่อนเป็นโปเกบันดาตลอดกันหลายได้เกจับโซโร่จองการทัวตรนการบังอาจนะฮะเป็นพองได้กับมิงควินสไตรมเนี่ยที่ตลอดตีนุ